បាទសួស្តីអ្នកទាំងអស់គ្នាបាទអ្នកទាំងអស់គ្នាថ្ងៃនេះយើងត្រឡប់មកជួបគ្នាទៀតហើយជាមួយខ្ញុំបាទហើយថ្ងៃនេះដែរគឺយើងមានមេរៀនថ្មីមួយទៀតដែលមេរៀនថ្ងៃនេះគឺយើង ASK កម្រិត2បាទ ASK level 2ហើយសម្រាប់ចំណងជើងមេរៀនរបស់យើងចំណងជើងអត្ថបទរបស់យើងគឺ你认识他们吗你认识他们吗គឺយើងបកថាតើអ្នកស្គាល់ពួកគាត់ដែរឬទេ你认识他们吗អ្នកស្គាល់ពួកគាត់ដែរទេបាទឥឡូវយើងចូលមកមើលអត្ថបទយើងទាំងអស់គ្នាបាទនេះគឺជាអត្ថបទហើយអត្ថបទនេះដែរគឺខ្ញុំសូមធ្វើការអានទាំងអស់សិនបាទអានទាំងអស់សិនហើយយើងទាំងអស់គ្នាអាចស្ដាប់ហើយនឹងអានតាមបានខ្ញុំអានទាំងអស់នឹងសិនហើយចាំយើងមកធ្វើការបកប្រែមកប្រយោគនៅ slide បន្ទាប់ទៀតដែលខ្ញុំបានរៀបចំហ្នឹងបាទឥឡូវយើងចាប់ផ្ដើមទាំងអស់គ្នាកុំឲ្យខាតពេលយូរ你认识这两个人吗他是我中文老师，他是我的中文老师，姓王。他是我弟弟的英文老师，姓李。王老师很漂亮，她今年28岁，喜欢旅游和跑步。李老师很高，今年32岁，在大学工作。他们两个人认识5年了，有一个女儿和一个儿子。女儿1岁，儿子3岁。他们会说中文，也会说英文。王老师和李老师都是很好的人，我和弟弟都很喜欢他们。បាទឥឡូវនេះយើងអានចប់ហើយអ្នកទាំងអស់គ្នាអាចធ្វើការអានបានយើង scope ឲ្យអានអញ្ចឹងណាក្នុងនេះគឺអត់មាន pin in ទេហើយខ្ញុំជឿថាគ្នាយើងមួយចំនួនដែលរៀនដល់មេរៀននេះគឺពាក្យទាំងអស់នេះមិនចាំបាច់មាន pin in ក៏បានតែយើងស្គាល់អក្សរហើយឥឡូវយើងចូលមកមើលមួយប្រយោគហើយយើងចាំបកទាំងអស់គ្នាបាទដល់ប្រយោគទី1គឺយើងនិយាយថា你认识这两个人吗你认识这两个人吗认识គឺយើងបកថាស្គាល់ណា认识ស្គាល់អញ្ចឹងអ្នកស្គាល់មនុស្សទាំងពីរអ្នកនេះទេអញ្ចឹងយើងបើសិនជាយើងបកជាប្រយោគឲ្យចំមកគឺតើអ្នកស្គាល់មនុស្សទាំងពីរអ្នកនេះទេយើងបកអញ្ចឹងឥឡូវយើងចូលមកបន្ទាប់ទៀតខ្ញុំសូមបរៀនលឿនតិចហើយគ្នាយើងដែលអត់ទាន់អាចធ្វើការមើលឡើងវិញអញ្ចឹងទេបាទវីដេអូស្រួលទេយើងអាចធ្វើការមើលម្ដងហើយម្ដងទៀតបានបាទហើយមកប្រយោគបន្ទាប់នេះគឺ他是我的中文老师他是我的中文老师ណាគាត់គឺជា中文老师គឺគ្រូភាសាចិនតែក្នុងនេះយើងដឹងថាគាត់គឺជាអ្នកគ្រូដោយសារតែបញ្ជាក់ថាកន្លែងនេះគឺស្រីណាថាស្រីបាទគឺមានអក្សរញីនៅពីមុខបាទ他是我的中文老师ចឹងយើងដឹងថាគាត់គឺជាគ្រូអ្នកគ្រូភាសាចិនរបស់ខ្ញុំស៊ីងវាងនេះស៊ីងនេះគឺត្រកូលវាងបាទឥឡូវយើងចូលមកដល់ប្រយោគបន្ទាប់ទៀតកន្លែងនេះគឺដូចគ្នាបាទពីរប្រយោគនេះគឺអត់ខុសគ្នាប៉ុន្មានទេកន្លែងនេះ他是我弟弟的英文老师他是我弟弟的英文老师ថាកន្លែងនេះគឺសម្គាល់ឲ្យមនុស្សប្រុសបាទឃើញខុសគ្នាបាទពីហ្នឹងអញ្ចឹងយើងដឹងហើយបាទអញ្ចឹងគាត់គឺជាលោកគ្រូបាទលោកគ្រូភាសាអង់គ្លេសបាទ英文老师គឺគ្រូភាសាអង់គ្លេសហើយ我弟弟的英文老师អញ្ចឹងគាត់គឺជាគ្រូភាសាអង់គ្លេសរបស់ប្អូនប្រុសរបស់ខ្ញុំបាទស៊ីងលីតកូលីបាទតកូលីបាទឥឡូវយើងចូលមកបន្តទៀតស្រោតតិចចូលមកប្រយោគបន្ទាប់ទៀតគឺ王老师很漂亮王老师很漂亮ហៅថាយើងដឹងហើយមិញ王老师គឺជាអ្នកគ្រូអញ្ចឹងយើងនិយាយថាអ្នកគ្រូវាងគឺស្អាតណាស់បាទអ្នកគ្រូវាងស្អាតណាស់很漂亮ស្អាតណាស់他今年28岁他今年28岁គាត់ឬក៏នាងណាបាទដោយសារតែយើងដឹងហើយថានេះគឺគាត់នាងសំដៅទៅលើមនុស្សស្រីថា今年28岁អញ្ចឹងគាត់ឆ្នាំនេះអាយុ28ឆ្នាំហើយបាទ28ឆ្នាំ28បាទហើយឥឡូវយើងចូលមកបន្តទៀត
喜欢旅游喜欢旅游和跑步喜欢នេះយើងដឹងហើយចូលចិត្តមកចូលចិត្ត旅游ដើរលេងបាទដើរលេងឬក៏ដើរកំសាន្តធ្វើដំណើរកំសាន្តអីចឹងណាបាទយើងប្រើពាក្យ旅游នេះបាទញ៉េបងប្រាប់សិនយើងប្រើពាក្យ旅游នេះបាទហើយនឹង跑步ខនេះគឺនឹងបាទនឹង跑步គឺរត់បាទគាត់ចូលចិត្តដើរលេងបាទដើរកំសាន្តហើយនឹងរត់បាទរត់កីឡារត់អីចឹងទៅ跑步បកថារត់ហើយបន្តមកទៀតបាទយើងចូលប្រយោគបន្តទៀត李老师很高李老师很高នេះគឺយើងបកថាលោកគ្រូលីបាទលោកគ្រូលីខ្ពស់ណាស់បាទលោកគ្រូលីគាត់ខ្ពស់ណាស់今年32岁今年32岁ឆ្នាំនេះគាត់អាយុ32ឆ្នាំហើយ32ឆ្នាំតមកទៀតគឺ在大学工作在大学工作在នេះគឺនៅហើយ大学សាកលវិទ្យាល័យ大学工作ធ្វើការឥឡូវនេះបើយើងបកតាមនៃចំភាសាហ្មងគឺនៅសាកលវិទ្យាល័យធ្វើការក៏តែបើខ្មែរបើយើងគឺយើងនិយាយថាធ្វើការមុនហើយបាទធ្វើការនៅសាកលវិទ្យាល័យសម្រាប់ចិនគឺគេដាក់សកម្មភាពនៅក្រោយសកម្មភាពនៅក្រោយហើយទីតាំងមុនខ្មែរយើងដាក់សកម្មភាពមុនហើយបានទីតាំងក្រោយបាទហើយយើងចូលមកបន្ទាប់ទៀតហើយចូលមកប្រយោគបន្ទាប់ទៀតបាទ他们两个人认识5年了他们两个人认识5年了ពួកគាត់ទាំងពីរនាក់នេះ他们两个人ថានេះណា他们两个人认识5年了认识នេះគឺស្គាល់បាទយើងរៀនហើយស្គាល់ហើយ5年了គឺ5ឆ្នាំហើយ5年了បាទ pin in កន្លែងនេះគឺខុសដោយសារតែយើងក្នុង computer វាយហ្មងណាដល់ពេលយើងមិនមែនជាអ្នកវាយខ្លួនឯងយើង select font ឲ្យវាអញ្ចឹងកន្លែងនេះគឺល5年了有一个女儿មាន女儿នេះគឺកូនស្រីណា有一个女儿មានកូនស្រីម្នាក់一个ម្នាក់មួយម្នាក់មនុស្សម្នាក់បាទអញ្ចឹង一个女儿和一个儿子មានកូនប្រុសម្នាក់និងកូនប្រុសម្នាក់បាទហើយឥឡូវយើងចូលមកប្រយោគបន្ទាប់ទៀតឆាប់女儿一岁កូនស្រីអាយុ1ឆ្នាំ女儿នេះកូនស្រី一岁1ឆ្នាំអាយុ1ឆ្នាំ儿子3岁កូនប្រុសអាយុ3ឆ្នាំបាទឥឡូវចុះមកបន្ទាប់ទៀត他们会说中文会说ចេះនិយាយហ៊ុយនេះចេះស្វនេះនិយាយអញ្ចឹងនិយាយបូកគ្នាចេះនិយាយពួកគាត់ពួកគាត់ចេះនិយាយភាសាចិនបាទចុងវិនភាសាចិនហើយប្រយោគនេះគឺបកស្របគ្នាជាមួយនឹងខ្មែរយ៉ាងដែរអញ្ចឹងពួកគាត់ចេះនិយាយភាសាចិន也会说英文ហើយក៏ចេះនិយាយភាសាអង់គ្លេសដែរបាទហើយក៏ចេះនិយាយភាសាអង់គ្លេសដែរបាទគាត់មិនត្រឹមតែចេះភាសាចិនទេក៏ចេះភាសាអង់គ្លេសដែរហើយចូលមកបន្តទៀត汪老师和李老师都是很好的人偏អង់គ្លេសខុសទៀតបាទអញ្ចឹងយើងបកថាអ្នកគ្រូវ៉ាង老师和និង李老师លោកគ្រូលី都是很好的人都នេះគឺបាទសំដៅថាទាំងអស់ទាំងពីរអ្នកនេះបាទទាំងពីរអ្នកលោកគ្រូវ៉ាងអ្នកគ្រូវ៉ាងនិងលោកគ្រូលីហ្នឹងបាទ都是很好的人ទាំងអស់បាទថាសុទ្ធតែជាមនុស្ស很好的人មនុស្សល្អបាទមនុស្សល្អណាស់很好的人បាទអញ្ចឹងនេះបកមកគឺអ្នកគ្រូវ៉ាងនិងលោកគ្រូលីសុទ្ធតែជាមនុស្សល្អណាស់都是很好的人我和弟弟都很喜欢他们អញ្ចឹងតោកន្លែងហ្នឹងគឺដូចគ្នានៅខាងលើនេះដែរបើថា2នាក់ចាប់ពី2ឡើងទៅគឺយើងប្រើតោហ្នឹងណាបាទបើថាបញ្ជាក់ថា1និង2សុទ្ធតែបាទអញ្ចឹង我和弟弟ខ្ញុំនិងបងប្រុសខ្ញុំសុទ្ធតែចូលចិត្ត很喜欢他们សុទ្ធតែចូលចិត្តពួកគាត់ណាស់បាទ很喜欢他们
bà hay mê riêng dương ní cứ miền tập năng tế bạn video để chụp về này hay bà chẳng ở con bằng con nào kia bà hay nhưng mê riêng mà đong tinh từng ở kia tới đầm bay dương chạp chè bà sầm nạp này ăn chè có ai cho riêng ban đây bà mê riêng phần này sầm khăn nên vô mà phải vô nó từ tinh viết bà tinh viết đầm bay dương pra hiểu đầm đầu mà đôi chiều đó là我和弟弟很喜欢他们 ខ្ញុំនឹងបងប្រុសខ្ញុំចូលចិត្តគាត់ណាស់អញ្ចឹងយើងដឹងមកពាក្យអញ្ចឹងយើងអាចយកប្រើបានដែរវ៉ាស៊ីហွန်ថាវ៉ាស៊ីហွန်ថាខ្ញុំចូលចិត្តគាត់ណាគឺយើងអាចយកប្រើប្រាស់បានដែរអញ្ចឹងអរគុណបងប្អូនទាំងគ្នា